បងប្អូនធ្លាប់គិតដូចខ្ញុំអត់ខ្ញុំពីមុនមុនខ្ញុំមកប្រទេសឥណ្ឌាខ្ញុំតែងតែគិតថាអូខេប្រទេសឥណ្ឌាគឺជាប្រទេសដែលអត់សូវមានអនាម័យការរស់នៅអត់មានអនាម័យកន្លែងរស់នៅមិនសូវស្អាតមិនសូវអីចឹងណាតែអីដែលបងប្អូនបានឃើញនៅក្នុងវីដេអូដែលគេថតវាគ្រាន់តែជាជ្រុងមួយនៃការរស់នៅរបស់ប្រជាជនប្រទេសឥណ្ឌាដែលគាត់មានជីវភាពខ្វះខាតទេប៉ុន្តែសម្រាប់បងប្អូនដែលជនជាតិឥណ្ឌាដែលគាត់រស់នៅដែលគាត់មានជីវភាពមធ្យមចឹងពួកគាត់គឺការរស់នៅរបស់គាត់គឺស្អាតណាបងប្អូនការរស់នៅរបស់ពួកគាត់គឺការហូបចុកក៏ស្អាតដែរចឹងណាវាពេលខ្លះបងប្អូនឃើញនៅប្រទេសឥណ្ឌាគេហូបបាយគេប្រើដៃបងប្អូនជាក់ស្ដែងគឺមាននៅតែមានអ្នកដែលគាត់ហូបបាយដោយប្រើប្រាស់គាត់ចាប់ដៃចាប់អីចឹងណាចឹងក៏មានអ្នកខ្លះទៀតអ្នកនៅរដ្ឋផ្សេងអ្នកនៅតំបន់ផ្សេងអ្នកនៅតំបន់ដែលបងប្អូនមិនដែលបានឃើញគាត់នៅប្រទេសឥណ្ឌាដូចគ្នាគាត់តែគាត់ហូបគាត់ប្រើសមគាត់ប្រើស្លាបព្រាដូចនៅខ្មែរយើងចឹងអត់ខុសគ្នាទេចឹងណាអញ្ចឹងដូចខ្ញុំចាក់ស្ដែងខ្ញុំមករៀននៅប្រទេសឥណ្ឌាខ្ញុំដំបូងគិតថាអូការរស់នៅរបស់គេមើលទៅជាអត់ស្អាតទេឬក៏មិនព្រោះបើមើលតាមវីដេអូ blogger នៅស្រុកខ្មែរឬក៏បងប្អូន content creator នៅស្រុកខ្មែរដែលគាត់ផលិតឡើងហ្នឹងគឺភាគច្រើនគឺឃើញថាការរស់នៅរបស់ប្រជាជនរបស់ប្រទេសឥណ្ឌាគឺស្អាតទេហើយយើងក៏ធ្លាប់ឃើញវីដេអូរបស់ជនជាតិបរទេសដែលជា content creator ឬក៏ blogger YouTuber នៅប្រទេសផ្សេងៗគាត់មកប្រទេសឥណ្ឌាគាត់ថតវីដេអូគាត់ថាអត់ស្អាតប៉ុន្តែដោយសារតែគាត់ទៅថតនៅតំបន់ឬក៏មកហូប street food អញ្ចឹងការ street food ពេលខ្លះគាត់ធ្វើមានអនាម័យពេលខ្លះគាត់ធ្វើអត់សូវមានអនាម័យស្តៀងនៅប្រទេសជិតខាងយើងដូចគ្នាអញ្ចឹងបើនៅប្រទេសឥណ្ឌាខ្ញុំឃើញជាក់ស្ដែងគឺសម្រាប់ប្រជាជនដែលគាត់លក់ម្ហូបនៅតាមដងផ្លូវគឺពេលខ្លះទទួលស្គាល់ថាគាត់អត់សូវមានអនាម័យបន្តិចមែនប៉ុន្តែមិនប្រកាសថាប្រជាជននៅប្រទេសឥណ្ឌាទាំងអស់នោះគឺគាត់អត់មានអនាម័យទេបងប្អូនដូចជាក់ស្ដែងកន្លែងខ្ញុំនៅហ្នឹងគឺបច្ចុប្បន្ននេះខ្ញុំកំពុងថតវីដេអូហ្នឹងគឺកន្លែងខ្ញុំនៅអញ្ចឹងការរស់នៅរបស់ប្រជាជនគេអនាម័យស្អាតខ្លាំងម្ហូបគេធ្វើគេរៀបចំដូចអតាលអញ្ចឹងណាហើយអីដែលសំខាន់គឺគេមានស្លាបព្រាដូចគ្នាគេដាក់ស្លាបព្រាគេដាក់ឲ្យយើងប្រើប្រាស់ដូចគ្នាអញ្ចឹងពេលខ្លះយើងឃើញវីដេអូនៅតាម social media យើងកុំជឿទាំងស្រុងក៏វីដេអូដែលគេថតហ្នឹងក៏យើងកុំជឿទាំងស្រុងព្រោះអីដែលគេថតវាគ្រាន់ជាផ្នែកមួយទេវាមិនមែនជារួមនោះទេបើមិនជារួមអាហ្នឹងมันយើងអាចវិនិច្ឆ័យថាអូខេប្រទេសហ្នឹងអត់ស្អាតទេប៉ុន្តែបើជារួមវាមិនមែនទាំងអស់ចឹងទេមានគ្រាន់ជាផ្នែកមួយចឹងណាចឹងបងប្អូនកុំស្អីជឿជាក់ស្ដែងតើបងប្អូនមកផ្ទាល់មករស់នៅផ្ទាល់ហ្នឹងអូខេវាគ្រាន់ជាផ្នែកមួយនៃវីដេអូដែលគេថតដើម្បីធ្វើអីដើម្បីឲ្យមានអ្នកមើលច្រើនដើម្បីមានអ្នកទស្សនាច្រើនដើម្បីគេទទួលបានប្រាក់ចំណូលអញ្ចឹងណាប៉ុន្តែវាមិនទាំងស្រុងទេដូចកន្លែងខ្ញុំនៅបច្ចុប្បន្នហ្នឹងអញ្ចឹងគឺការរស់នៅគឺស្អាត